រដ្ឋាភិបាលសហរដ្ឋអាមេរិកលោកដូណាល់ត្រាំនិងមេដឹកនាំនៃបណ្ដាប្រទេសអង្គការ NATO កំពុងជួបប្រជុំគ្នានៅប្រទេសទួរគីសម្រាប់កិច្ចប្រជុំកំពូលរយៈពេល2ថ្ងៃដែលគេចាត់ទុកថាជាចំណុចផ្លាស់ប្ដូរសំខាន់មួយក្នុងប្រវត្តិសាស្ត្ររបស់អង្គការកម្រិតពិភពលោកមួយនេះខណៈដែលសហរដ្ឋអាមេរិកកំពុងពិចារណាដកខ្លួនចេញពីតួនាទីរបស់ខ្លួនក្នុងការធានាសន្តិសុខនៅក្នុងប្លុកសហគមន៍អឺរ៉ុបកិច្ចប្រជុំកំពូលដែលប្រព្រឹត្តទៅរយៈពេល2ថ្ងៃនិងបិទបញ្ចប់នៅថ្ងៃពុធនៅក្នុងសប្តាហ៍នេះបានបង្ហាញឲ្យឃើញពីជំហររបស់រដ្ឋបាលលោកត្រាំមិនពេញចិត្តនឹងការធ្វើការរបស់អង្គការកំពូលផ្នែកសពាវុធមួយនេះឡើយលោកត្រាំតែងរិះគន់ជារឿយៗថាបានចំណាយលុយជាច្រើនរួចមកហើយដើម្បីទ្រទ្រង់ដល់បេសកកម្មរបស់អង្គការមួយនេះផ្ទុយទៅវិញសមាជិកនៅក្នុងប្លុកសហគមន៍អឺរ៉ុបរបស់ NATO ដែលមានធនធានបែរជាចាយលុយតិចបំផុតដើម្បី NATOមុនពេលកិច្ចប្រជុំចាប់ផ្ដើមនៅទីក្រុងអង្ការ៉ានៅប្រទេសទូគីលោកត្រាំបានទាមទារឲ្យសម្ព័ន្ធមិត្តនៅក្នុងប្លុករបស់អង្គការ NATO បង្ហាញនៅអ្វីដែលលោកត្រាំហៅថាភាពស្មោះត្រង់នៅបន្ទាប់ពីសមាជិករបស់ NATO មួយចំនួនបានបដិសេធមិនអនុញ្ញាតឲ្យកងកម្លាំងរបស់សហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានយោធារបស់ពួកគេធ្វើជាឈ្នន់ដើម្បីវាយប្រហារលើប្រទេសអ៊ីរ៉ង់ហើយទន្ទឹមនឹងនេះលោកត្រាំថែមទាំងបានរិះគន់ប្រទេសជាសមាជិកសំខាន់ៗមួយចំនួននៅអឺរ៉ុបរួមមានចក្រភពអង់គ្លេសបារាំងអាល្លឺម៉ង់អ៊ីតាលីនិងអេស្ប៉ាញថាមានចិត្តចង្អៀតចង្អល់ហួសហេតុនិងកំណាញ់ស្វិតកិច្ចប្រជុំកំពូលរបស់អង្គការ NATO គឺជាព្រឹត្តិការណ៍ដែលមានន័យជានិមិត្តរូបដ៏ខ្លាំងមួយចំពោះប្រទេសដែលជាសមាជិកទាំង32នៃសម្ព័ន្ធយោធាធំបំផុតរបស់ពិភពលោកមួយនេះហើយកិច្ចប្រជុំកំពូលក៏បង្ហាញពីការបដិញ្ញាចិត្តដ៏មុតមាំនិងមិនរង្គោះរង្គើក្នុងការការពារសន្តិសុខឲ្យគ្នាទៅវិញទៅមករបស់ស្ថាប័នផ្នែកយោធាកម្រិតពិភពលោកនេះដែរក៏ប៉ុន្តែទំនាក់ទំនងដែលធ្លាប់តែចាក់ទឹកមិនលិចរវាងសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តនៅក្នុងអង្គការ NATO នៅពេលនេះហាក់បីដូចជាផុយស្រួយជាងពេលណាទាំងអស់យ៉ាងណាគេនៅចាំអ៊ុតមើលបន្តិចសិនតើជំហរដែលរដ្ឋបាលលោកដូណាល់ត្រាំព្រមមានថានឹងដកខ្លួនចេញពីសមាជិកភាពរបស់អង្គការ NATO នេះនឹងវិវត្តទៅបែបណាស្របពេលដែលភាពមិនប្រកបប្រជារបស់សេតាវិមានចំពោះសមាជិកភាពនៅក្នុងអង្គការ NATO នេះរដ្ឋបាលលោកត្រាំបានអំពាវនាវឲ្យមានការកែតម្រង់បើមិនដូច្នេះទេខ្លួនប្រកាសណាស់នឹងដកខ្លួនចេញពីសមាជិករបស់អង្គការកំពូលផ្នែកយោធាមួយនេះហើយព្រោះតែខ្វះតម្លាភាពនោះយ៉ាងណាជាការចាប់អារម្មណ៍ពីររឿងដែលលោកត្រាំបង្កើតឲ្យមានព្រឹត្តិការណ៍ចម្លែកសម្រាប់ការចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនៃអង្គការ NATO លើកនេះទី1លោកត្រាំប្រើប្រាស់យន្តហោះ Air Force One ពណ៌ខៀវស្រាលចាស់មួយជំនួសឲ្យយន្តហោះថ្មីដែលជាអំណោយពីប្រទេសកាតាធ្វើដំណើរឆ្លងកាត់សមុទ្រអាត្លង់តិកនិងរឿងទី2គឺការមកចូលរួមប្រជុំលើកនេះរដ្ឋបាលលោកត្រាំបានបង្ហាញឲ្យពិភពលោកឃើញថាខ្លួនគឺជាបងធំផ្នែកសពាវុធទី1លើលោកដែលប្រទេសជឿនលឿនមួយចំនួនមិនអាចធ្វើដូចបានឡើយហើយការបង្ហាញសាច់ដុំបែបនេះលោកត្រាំមិនធ្លាប់ធ្វើនោះទេជាមួយនឹងលោកពូទីនលោកត្រាំក៏ធ្លាប់បញ្ចេញស្នៀតនេះម្ដងរួចមកហើយដែរដែលកាលនោះនាំឲ្យបងធំរុស្ស៊ីរូបនេះប្រឹងបញ្ឈរភ្នែកមិនណយប៉ុន្មានដែរទេពេលដែលលោកត្រាំស្វាគមន៍លោកពូទីនដោយយន្តហោះចម្បាំងពីលើអាកាសក៏ប៉ុន្តែលើកនេះវិញគឺហាក់លើសពីលើកមុនដែលលោកត្រាំស្វាគមន៍វិមានក្រឹមឡើងទៅទៀតក្រៅពីយន្តហោះចម្បាំងអមសងខាងស្លាបយន្តហោះប្រភេទ Air Force One ដែលលោកត្រាំជិះហើយនៅតាមពីក្រោយដោយយន្តហោះចម្បាំងជាខែលការពារសន្តិសុខនិងសុវត្ថិភាពថែមទៀតជាពិសេសយន្តហោះប្រភេទ B2 Spirit និង Boeing ខ្នាតយក្សមួយចំនួនទៀតដែលជាការជូនដំណើរតាមអាកាសក្នុងពេលដែលលោកត្រាំចូលរួមកិច្ចប្រជុំកំពូលអង្គការ NATO លើកនេះ